ចាជំរាបសួរនាងខ្ញុំវលៈចាបច្ចុប្បន្ននាងខ្ញុំរស់នៅភូមិស្រែ7សង្កាត់ស្នោខណ្ឌកបូលដែលយើងគិតរវាងចម្ងាយពីផ្ទះរបស់នាងខ្ញុំមកសាលាបញ្ញាសាស្ត្របរិយវិលៀមនេះគឺមានចម្ងាយតែ4គីឡូទេចាហើយបច្ចុប្បន្ននាងខ្ញុំជាធ្វើជាអ្នកចាត់ការទូតនៅក្រុមហ៊ុនមួយចានាងខ្ញុំជាអាណាព្យាបាលរបស់សិស្សឈ្មោះរិទ្រីយ៉ាងណាចាដែលបច្ចុប្បន្នគាត់រៀននៅសាលាបញ្ញាសាស្ត្របរិយវិលៀមនេះចាដែលកម្រិតរបស់គាត់គឺកម្រិតថ្នាក់មត្តេយ្យដំបូងដែលយើងតែងតែហៅថា K1 ចាឲ្យចំពោះរីយ៉ាងណាគាត់បានចាប់ផ្ដើមរៀនចូលរៀនដំបូងនៅសាលាបញ្ញាសាស្ត្រនៅបរិយវិលៀមនេះនៅចាប់ផ្ដើមខែ9ចាឆ្នាំ2025នេះហើយគិតមកដល់បច្ចុប្បន្នគឺគាត់រៀនទៅចប់បានត្រីមាសទី1ទេរៀនបានរយៈពេល3ខែទេប៉ុន្តែខ្ញុំសង្កេតឃើញថាគាត់មានការអភិវឌ្ឍច្រើនទាំងការនិយាយការសរសេរហើយនឹងរបៀបរបបនៃការរស់នៅរបស់គាត់គឺប្លែកច្រើនមែនទែនចាដែលការរស់នៅរបស់គាត់កាលមុនចូលសាលាគឺគាត់ជាក្មេងម្នាក់ដែលរៀងអត់សូវចេះអត់ធ្មត់ហើយរៀងឆាវឆាវធ្វើអីគឺរបៀបថាតាមតែចិត្តរបស់គាត់រៀងច្រើនអញ្ចឹងចាប៉ុន្តែនៅពេលដែលគាត់មកសាលាគឺគាត់មានការផ្លាស់ប្ដូរច្រើនគឺទាំងការនិយាយស្ដីការសរសេរការរស់នៅរបស់គាត់នឹងការចេះជួយមិត្តភ័ក្តិចាហើយជាពិសេសហ្នឹងគឺទាំងភាសាអង់គ្លេសភាសាខ្មែររបស់គាត់គឺមានការអភិវឌ្ឍគាត់ចេះសរសេរចេះអីច្រើនមែនទែនចាពាក់ព័ន្ធជាមួយកម្មវិធីបង្រៀនរបស់សាលាគឺខ្ញុំឃើញថាល្អហើយខ្ញុំពេញចិត្តចាពួកខាងសាលាគាត់មានទាំងកម្មវិធីបង្រៀនជាលក្ខណៈភាសាជាតិហើយនិងការបង្រៀនជាលក្ខណៈស្តង់ដារអន្តរជាតិផងដែរអញ្ចឹងមានទាំងភាសាខ្មែរភាសាអង់គ្លេសហើយលោកគ្រូអ្នកគ្រូនៅទីនេះគឺគាត់យកចិត្តទុកដាក់ចំពោះកូនគ្រប់រូបហ្មងហើយចំពោះសាលាទាំងបរិវេណហើយនឹងអនាម័យបរិស្ថានអីគឺស្អាតចាអញ្ចឹងវាជាទំនុកចិត្តមួយរបស់អាណាព្យាបាលខ្ញុំគិតថាមិនសម្រាប់តែខ្ញុំទេអាណាព្យាបាលគ្រប់រូបដែលគាត់បានមកចូលរៀននេះក៏ខ្ញុំគិតថាគាត់ពេញចិត្តដូចខ្ញុំដែរកន្លងមកខ្ញុំគិតថាការរស់នៅម្ដុំនេះគឺនឹងពិបាកអត់មានសាលាល្អទេប៉ុន្តែដល់ពេលខ្ញុំចាប់ផ្ដើមឮមានការផ្សព្វផ្សាយថាមានសាលាបញ្ញាសាស្ត្រគាត់មកដល់ក្បែរផ្ទះគឺខ្ញុំសប្បាយចិត្តចាខ្ញុំមិននឹកស្មានដល់ថាមកជាក្រុងអញ្ចឹងមានសាលាល្អចាដែលអាចឲ្យកូនដែលអាចឲ្យកូនរបស់ខ្ញុំគាត់អាចរៀនទាន់សង្គមសម័យថ្មីដូចគេដូចឯងដែរមិនទោះបីយើងមិននៅក្នុងកណ្ដាលទីក្រុងក៏ដោយចាជាចុងក្រោយនាងខ្ញុំសូមផ្ដាំផ្ញើដល់អាណាព្យាបាលគ្រប់រូបថាបើសិនជាចង់ឲ្យកូនរបស់ប៉ាម៉ាក់ទាំងអស់គ្នាបានទទួលបានការអប់រំល្អហើយស្របតាមស្តង់ដារជាតិនិងអន្តរជាតិហើយនឹងគាត់ដើរទាន់សង្គមសម័យថ្មីខ្ញុំគិតថាគាត់គួរតែយកមកដាក់នៅសាលាបញ្ញាសាស្ត្រនេះចាមិនថាការផ្ដល់ការកម្មវិធីសិក្សារៀនសូត្រហើយនឹងការមើលថែរបស់លោកគ្រូអ្នកគ្រូចំពោះកូនរបស់យើងចាហើយនឹងរបៀបនៃការបង្រៀនរបស់គាត់អីហ្នឹងគឺល្អខ្លាំងមែនទែនអញ្ចឹងបើសិនជាចង់ឲ្យកូនបងប៉ាម៉ាក់គ្រប់រូបដើរទាន់នឹងសង្គមសម័យថ្មីខ្ញុំគិតថាគាត់គួរតែយកកូនមកដាក់នៅសាលាបញ្ញាសាស្ត្រនេះមកចាគឺល្អខ្លាំងបើសម្រាប់ខ្ញុំពេញចិត្តពួកកូនខ្ញុំរៀនបាន3ខែនេះគឺគាត់ចេះច្រើនមែនទែនចា